ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីជាមួយនឹងការធ្វើវីដេអូបង្ហាញពីការដកលុយជាមួយនឹងរបៀបលេងនៃ game Candy Crush Factory ហ្គេមមួយនេះគឺយើងនៅតែទទួលបាននៅការដកលុយតាមរយៈ PayPal បើសិនបើអ្នកទាំងអស់គ្នាមាន PayPal account ហើយដែលអាចទទួលលុយបានគឺគ្រាន់តែបញ្ចូលជាមួយនឹង Gmail ទៅគឺយើងអាចធ្វើការដកលុយតាមរយៈ PayPal នឹងបានហើយវាដកវាពិសេសមែនតើគឺចាយពេលរយៈពេលខ្លីដូចនេះគឺយើងមើលភាគច្រើនគឺមើលទៅលើពាណិជ្ជកម្មដូចគ្នាចឹងយើងឃើញកន្លែងដែលលោតនៅលើហ្នឹងបើសិនជាយើងចង់មើលពាណិជ្ជកម្មយើងចុចនៅលើហ្នឹងមកហើយចុចពាក្យថា claim មកចឹងវីដេអូនឹងធ្វើការបង្ហាញនៅក្នុងហ្នឹងហើយនេះគេទទួលបានតាមរយៈការធ្វើជាពាណិជ្ជកម្មហ្នឹងមកគេចែកភាគរយឲ្យយើងបានខ្លះចឹងតែដូចយើងដឹងចឹងវាមិនបានច្រើនដូចតែគេជាអ្នកបង្កើតកម្មវិធីហ្នឹងទេតែយ៉ាងណាក៏វាគ្រាន់ដែរចឹងណាចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការទៅលើការបង្កើត account PayPal ក៏ដូចជាព័ត៌មានផ្សេងៗទាក់ទងទៅនឹង PayPal ប្រិយមិត្តអាចធ្វើការទំនាក់ទំនងតាមរយៈ Telegram ឬក៏ contact របស់ខ្ញុំក៏ដូចជាក្រុមការងាររបស់ខ្ញុំនៅខាងក្រោមវីដេអូនឹងបានឬក៏ធ្វើការ comment នៅខាងក្រោមវីដេអូហ្នឹងទៅក្រុមការងាររបស់ខ្ញុំនឹងធ្វើការទំនាក់ទំនងទៅបងប្អូនទាំងអស់គ្នាចឹងដូចនៅក្នុងនេះគឺយើងមកធ្វើការដកលុយទាំងអស់គ្នាពីច្រើនគឺខ្ញុំចូលចិត្តដកចន្លោះពី $0.05 រហូតដល់ $0.1 តែពេលខ្លះយើងចាយពេលលេងយូរពេលខ្លះយើងលេងវាចាយពេលមិនសូវជាយូរប្រហែលទេអាស្រ័យទៅលើពេលវេលាដែលយើងឆ្លៀតចឹងដោយពួកខ្ញុំភាគច្រើនចូលចិត្តឆ្លៀតពេលមកធ្វើការងារផ្សេងហ្នឹងទៅយើងដាក់នឹងចោលមើលទៅវាបានចំណូលបានខ្លះដែរចឹងណាចឹងសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយទៀត